ngày nayមានយន្ត SUV 4 គ្រឿងដែលមកពី brand ខុសៗគ្នាដែរមួយមាន Ford BMW Dash ហើយនិង Toyota អញ្ចឹងយើងនិយាយអំពី Ford Everest Ford Everest នេះគឺយើងបិទពី Yellow មកស្អាប់បងប្អូនឃើញស្អាប់ទេបាទនេះគឺជា material TPU ដែរបាទដែលភ្ញៀវភាគច្រើនគាត់ឥឡូវចាប់អារម្មណ៍ទៅលើ matte ឬក៏ satin នឹងច្រើនរីឯបាទ UV វិញគឺ UV Nano Ceramic របស់យើងដែលមានការធានារហូតដល់5ឆ្នាំចំណែកឯ BMW វិញគឺជា BMW X6 2025បាទស្អាតមែនតើ2025លើដូរជាគៀងហើយនឹងរូបរាងខាងក្រោយក៏គេបានផ្លាស់ប្ដូរដែរបាទគឺស្អាតហើយអ្វីដែលខ្ញុំចាប់អារម្មណ៍គឺភ្ញៀវគាត់ដូចជាគ្រឿងទី3ទី4របស់គាត់ដែរមកបិទនៅ American Seal គឺ expert មកឈុតហ្មងអញ្ចឹង film តួស្អែកបន្តយើងធ្វើការបិទឥឡូវយើងប៉ូលីហើយលើគឺស្អាតបាទមុនពេលបិទគឺយើងតែងតែធ្វើលម្អិតទើបអតិថិជនសម្រាប់ចិត្តបិទហើយបិទទៀតជាមួយនឹង American Seal ហ្មងហើយបិទ expert មកឈុតហ្មងអញ្ចឹង film តួគឺយើងបិទ expert Protect Light ហើយ window film យើងបិទហើយគឺគាត់យក expert Prime HR Plus ដែលមានការធានា lifetime ហ្មងគឺ expert Prime HR Plus ឥឡូវគឺអ្នកណាក៏ពេញចិត្តដែរមកបិទអាហ្នឹងឯងវាច្រើនអញ្ចឹងបងប្អូនទាំងគ្នាខាងក្នុងខ្ញុំនាំបងប្អូនមើលតិចទៅខាងក្នុងរបស់ X6 series ថ្មីនេះគឺអតិថិជនស្រឡាញ់បែបខ្មៅសុទ្ធបងគឺប្រណិតភាពទំនើបខ្លាំងមែនតើហ្មងអញ្ចឹងផ្ទៃខាងក្នុងក៏ធ្វើការ coating ជាមួយនឹង expert ដែរគឺឲ្យតាឡានគាត់មកគឺគាត់ធ្វើ style ហ្នឹងហ្មងមកឈុតហើយវាបឺតបងប្អូនក្រឹបហ្មងអញ្ចឹងឥឡូវយើងមកមើលរថយន្តស្ដេះបាទប្រើបឹស800ឡាននេះគឺបិទ Expel មកឈុតដូចគ្នាហើយបិទទាំង Windshield ទៀតអញ្ចឹងសម្រាប់ Toyota Land Cruiser មួយគ្រឿងនេះគឺយើងបកបិទដែលរថយន្តនេះទៅបិទបានមួយឆ្នាំទេប៉ុន្តែគាត់ធ្វើការផ្លាស់ប្ដូរ film មកជុំហ្មងដោយសារតែគាត់បិទមុនរៀងខោចច្រើនបាទអញ្ចឹងរៀងឡើងស្នឹមក៏ដូចជាស្កុតក៏រៀងខំយើងនឹងធ្វើការបកជូនគាត់ឲ្យអស់ឥឡូវហ្នឹងគឺយើងធ្វើការបិទបានមួយចំនួនហើយប៉ុន្តែយើងដោះបិទដោយសារតែភ្ញៀវចង់ឲ្យយើងធ្វើការដោះបិទដើម្បីឲ្យស្អាតបាទជូនគាត់តែម្ដងអញ្ចឹងបងប្អូនទាំងគ្នាបាទឥឡូវនេះខ្ញុំនៅ271អញ្ចឹងសាខា271នេះក៏ឡានច្រើនដែរបាទរីឯសាខាផ្សេងទៀតក៏ច្រើនមែនតើហើយដូច្នេះហើយបាទក៏សូមអរគុណដល់ភ្ញៀវទាំងអស់ដែលតែងតែគាំទ្រដល់ American Seal បាទអញ្ចឹងខ្ញុំសូមអរគុណហើយបងប្អូនត្រូវការបិទព្រាមអាចអញ្ជើញមក American Seal ទាំង4សាខាបានសូមអរគុណ